គ្រងនាឡិកាស្ទង់ធម្មពលប្រភេទ Lendis និង EDMI ត្រូវបានផ្លាស់ប្ដូរពីការគ្រប់គ្រងដោយផ្ទាល់ទៅជាការគ្រប់គ្រងតាមបែប Digital ទាំងស្រុងដោយមិនត្រូវការផ្លាស់ប្ដូរកុងទ័រដែលកំពុងប្រើប្រាស់ចេញនោះទេចែកកម្មវិធីបែបថ្មីនេះគ្រាន់តែភ្ជាប់ឧបករណ៍វៃឆ្លាត DLC 004ជាមួយទៅនឹងកុងទ័រប្រភេទ Lendis និង DLC 012ជាមួយទៅនឹងកុងទ័រប្រភេទ EDMI ជាការស្រេចចំណែកឯការគ្រប់គ្រងវិញប្រើប្រាស់ជាមួយប្រព័ន្ធ DOS ឬជាមួយកម្មវិធីទូរស័ព្ទដៃ Plum App ដែលមានលក្ខណៈពិសេសជាច្រើនដូចជាការផ្ដល់ព័ត៌មានភ្លាមៗតាមរយៈមុខងារ Alarm ដែលអាចឲ្យយើងដឹងព័ត៌មានពីការបើកទ្វារកុងទ័រការរបូតឬដាច់ខ្សែហ្វាណាមួយការដាច់ប្រភពភ្លើងចូលការធ្លាក់ចុះនៃចរន្តប្រើប្រាស់កុងទ័រគាំងមិនដំណើរការនិងបញ្ហាផ្សេងៗទៀតដែលទាមទារឲ្យពិនិត្យនិងជួសជុលភ្លាមៗមុខងារ Billing Support អាចឲ្យយើងទាញយកទិន្នន័យប្រើប្រាស់ថាមពលរបស់អតិថិជនតាមរយៈប្រព័ន្ធ DOS ឬ Plum App ដោយផ្ទាល់មុខងារនេះបានជួយសម្រួលដល់ការងារស្រង់គីឡូភ្លើងកាត់បន្ថយការចុះទៅស្រង់ទិន្នន័យដោយផ្ទាល់កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗសម្រាប់ក្រុមការងារទទួលបានទិន្នន័យសុក្រឹតនិងជាក់លាក់ព្រមទាំងអាចមើលស្ថានភាពនៃការប្រើប្រាស់ថាមពលបានគ្រប់ពេលវេលាផងដែរមុខងារ All Metering អាចឲ្យយើងមើលអំពីស្ថានភាពប្រើប្រាស់ថាមពលនិងស្ថានភាពកុងទ័រទាំងអស់ថាកំពុងតែដំណើរការឬមានបញ្ហា error ណាមួយកើតឡើងការទទួលបានព័ត៌មានលម្អិតពីកុងទ័រតាមរយៈមុខងារ Matter Detail មុខងារនេះអាចឲ្យយើងដឹងលម្អិតពីកុងទ័រនីមួយៗដែលប្រើប្រាស់ប្រចាំថ្ងៃព័ត៌មានពីតុល្យភាពថាមពលព័ត៌មានអំពីការធ្លាក់ចុះតង់ស្យុងព័ត៌មានអំពីការធ្លាក់ចុះនៃចរន្តប្រើប្រាស់ដែលពិតជាមានសារៈសំខាន់សម្រាប់ស្ថាប័នផ្គត់ផ្គង់ថាមពលក្នុងការវិភាគគុណភាពនិងប្រសិទ្ធភាពថាមពលដែលខ្លួនកំពុងតែផ្គត់ផ្គង់ព្រមទាំងព័ត៌មានអំពីប្រវត្តិនៃការប្រើប្រាស់របស់អតិថិជននីមួយៗដែលមាននៅក្នុងមុខងារ Load Profile ដែលពេលខ្លះការប្រើប្រាស់ថាមពលកើនឡើងលើសពីការកំណត់ដែលបានចែងក្នុងកិច្ចសន្យាជាមួយទៅនឹងអង្គភាពផ្គត់ផ្គង់ថាមពលអគ្គិសនីជាដើមការគ្រប់គ្រងប្រព័ន្ធនាឡិកាស្ទង់ដោយប្រើបច្ចេកវិទ្យាបែបថ្មីនេះបានជួយដោះស្រាយបញ្ហាប្រឈមជាច្រើនដល់ស្ថាប័នគ្រប់គ្រងថាមពលនិងកាត់បន្ថយការចំណាយផ្សេងៗនិងនាំទៅរកការគ្រប់គ្រងតាមបែបទំនើបនិងមានប្រសិទ្ធភាពខ្ពស់VP Start Innovation through Technology